បាត់ដំបងវិញ្ញាណចំការតំពាំងបាយជូរខេត្តបាត់ដំបងបងប្អូនណាខ្លះស្គាល់ទីនេះជាពិសេសអ្នកខេត្តបាត់ដំបងហើយអ្នកបាត់ដំបងណាខ្លះដែលមិនទាន់ស្គាល់ទីនេះតាមពាក្យពេញនិយមសម័យឥឡូវគេតែងនិយាយថាទីដែលស្រីប្រាថ្នាទីនេះក៏ស័ក្តិសមមួយដែរបងប្អូនអាចមកថតរូបផ្ដិតយកទិដ្ឋភាពស្អាតដែលរំលេចលម្អទៅដោយផ្កាចម្រុះពណ៌ជាច្រើនប្រភេទតែបើសួរថាជាប្រភេទផ្កាអ្វីខ្លះនោះខ្ញុំក៏អត់ស្គាល់ដែរព្រោះអត់បានសួរម្ចាស់គេទេតែបើមានបងប្អូនណាស្គាល់ខ្លះនោះសូមជួយខមមិនប្រាប់ខ្លះផងហើយអ្វីដែលកាន់តែពិសេសលើសពីធម្មតានោះកសិដ្ឋាននេះមិនមែនមានតែផ្កាចម្រុះពណ៌ប៉ុណ្ណឹងទេគឺមានចំការតំពាំងបាយជូរនិងចំការ Blackberry ផងដែរបងប្អូនណាដែលមិនទាន់ស្គាល់ដើម Blackberry នោះអាចមើលវីដេអូនេះបានដើមវាគឺវៗបែបនេះហើយការពិតទៅខ្ញុំក៏ទើបតែស្គាល់ជាលើកទី1ដែរទេបាន Blackberry និងតំពាំងបាយជូរជាប្រភេទដើមដូចគ្នាបាទគឺវដាំឡើងទ្រើងបែបហ្នឹងហើយកាន់តែពិសេសទៀតនោះផលដំណាំផ្លែតំពាំងបាយជូរនិង Blackberry នេះគឺកសិដ្ឋាននេះមានផលិតចម្រាញ់ជាស្រាតំពាំងបាយជូរនិងភេសជ្ជៈតំពាំងបាយជូរផ្សេងផងដែរបានដែលផលិតចម្រាញ់នៅក្នុងស្រុកយើងតែម្ដងហើយទាំងនេះជាប្រភេទស្រានិងភេសជ្ជៈខ្លះដែលបានចម្រាញ់រួចរាល់តែមិនដឹងស្អីខ្លះទេបាទខ្ញុំមិនបានរៀបរាប់លម្អិតទេព្រោះអត់ដឹងថាមានប្រភេទអ្វីខ្លះហើយក៏អត់បានសួរលម្អិតច្រើនពីម្ចាស់គេដឹងត្រឹមតែថាមានផលិតជាប្រភេទស្រាតំពាំងបាយជូរនិងភេសជ្ជៈអ្វីដែលសោកស្ដាយបានមកដល់ទីនេះពេលនេះគឺថាចំពេលដែលដាំតំពាំងបាយជូរនិង Blackberry ទើបតែនឹងដាំហើយក៏ទើបតែនឹងចេញផ្កាអត់ទាន់មានផ្លែអីស្អីស្កាស្កេងស្គមជារូបភាពល្អមើលថតចែកជូនបងប្អូនទាំងអស់គ្នាសម្រាប់កសិដ្ឋាននេះមានពីរទីតាំងបាទទីតាំងទី1ដែលជាកន្លែងមានរោងចក្រផលិតនិងចម្រាញ់ស្រានិងភេសជ្ជៈផ្សេងហើយក៏មានដើមតំពាំងបាយជូរដែលចាស់ខែចាស់ភាសាមានផ្លែមានអីផងដែរបានតែគួរឲ្យសោកស្ដាយខ្ញុំអត់បានទៅទីនោះពេលនេះទេបានត្រឹមតែមើលរូបភាពដូចគេបង្ហាញដែរទេបានមួយទៀតសម្រាប់ទីតាំងកសិដ្ឋាននេះនៅតំបន់ណានោះខ្ញុំក៏អត់ច្បាស់អត់បានជម្រាបជូនដែរទេបាទដោយសារនេះខ្ញុំគ្រាន់តែធ្វើដំណើរឆ្លងកាត់ហើយបានចូលលេងដោយចៃដន្យទេបាទអញ្ចឹងអត់បានច្បាស់ពីទីតាំងលម្អិតដែរតែបងប្អូនអាចស៊ើបមើលតាមអ៊ីនធឺណិតអីបានអាចនិយាយបានថាជាដំណើរកម្សាន្តដ៏ពិសេសមួយដែលបានមកដល់ទីនេះបើយើងឆ្លងកាត់ហើយគុណពីលើដងផ្លូវទៅដូចជាទីសុបិនមួយអញ្ចឹងគឺថាមានផ្ទះកសិដ្ឋានដ៏ស្រស់ស្អាតមួយលិចកណ្ដាលដងព្រៃហើយមានលម្អទៅដោយផ្កាចម្រុះពណ៌ព័ទ្ធជុំវិញមើលទៅក្រោយឃើញស្រះទឹកដ៏ធំមានស្ពានឆ្លងកាត់ស្របនឹងជួរដងភ្នំដែលនៅខាងក្រោយបានឃើញទិដ្ឋភាពបែបនេះធ្វើឲ្យនឹកដល់មេរៀនភាសាអង់គ្លេសដែលធ្លាប់រៀនកាលពីនៅក្មេងៗនៅក្នុងសៀវភៅបុកវ័នបងប្អូនណាខ្លះដែលធ្លាប់រៀនសៀវភៅនេះមាននឹកដល់ផ្ទះលោក Presley ទេសម្រាប់ខ្ញុំឃើញទិដ្ឋភាពបែបនេះហើយនឹកដល់ផ្ទះលោក Presley នៅក្នុងសៀវភៅមេរៀនបុកវ័នអរគុណសម្រាប់ការទស្សនា